បាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទខានចេញវីដេអូយូរហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់មកចែករំលែកនៅវីដេអូមួយដែលប្រាប់ពីរបៀបផ្ញើលុយចេញពីធនាគារ PayPal បាទ PayPal UK បាទជា PayPal របស់ប្រទេសអង់គ្លេសមកកាន់ធនាគារខ្មែរតាមរយៈ Wing Bank បាទបងប្អូនស្ដាប់ឲ្យតន់មិនមែន Y Bank ទេបងប្អូនគឺ Wing Bank បាទអញ្ចឹងខ្ញុំសូម detail បន្តិចបន្តួចដើម្បីបងប្អូនយល់ថាយើងមានលក្ខណៈសម្បត្តិអីខ្លះដើម្បីយើងផ្ញើលុយមកកាន់ Wing Bank បានPayPal UK វា support ជាមួយនឹង Cambodia តាមរយៈ Wing Bank ខ្ញុំមិនដឹងច្បាស់ថាអាចនឹងផ្ញើបានគ្រប់ធនាគារនៅខ្មែរទាំងអស់អត់ទេប៉ុន្តែអ្វីដែលខ្ញុំធ្លាប់តេស្តធ្លាប់សាកល្បងគឺផ្ញើមកកាន់ធនាគារ Wing Bank គឺបានស្រួលមែនតើបងប្អូនបាទហើយវា support ជាមួយនឹងគេហៅថាគណនី Mobile Wallet ដែលជាលេខគណនីសំដៅដែលជាគណនីប្រើជាលេខទូរស័ព្ទអញ្ចឹង Mobile Wallet បងប្អូនបងសេរីចាស់ដៃចាស់ហ្នឹងគឺគាត់យល់ហើយថា Mobile Wallet ហ្នឹងគឺជាគណនីបែបណាអញ្ចឹង Mobile Wallet ហ្នឹងគឺជាគណនីមួយដែលយើងប្រើលេខកុងធនាគារហ្នឹងគឺជាលេខទូរស័ព្ទអាហ្នឹងគេឲ្យឈ្មោះថា Mobile Wallet អញ្ចឹងបងប្អូនណាដែលអត់ទាន់មានបងប្អូនគួរតែបង្កើតទៅគឺ Mobile Wallet វាសេវាអស់តិចតួចទេបងប្អូនអាចជា$4-5ទេបាទវាតាមយើងទិញលេខអញ្ចឹងបន្ទាប់ពីបងប្អូនមាន Mobile Wallet ដែលជាលេខគណនី Wing Bank ហើយបងប្អូនអាចផ្ញើលុយចេញពី PayPal UK មកកាន់ Wing Bank បានហើយការផ្ញើនឹងទៀតសោតគឺមួយ transaction ដែលអាចនិយាយថាមួយការផ្ញើម្ដងគឺវាអាចផ្ញើម្ដងបានចំនួន$2,500ក្នុងមួយការផ្ញើម្ដងអស់ថ្លៃ fee តែ4.99 pound លុយ pound ដែលជាលុយរបស់អង់គ្លេសហ្នឹងបើគិតជាលុយដុល្លារក្នុងមួយ transaction វាអាចនឹងកាត់ fee ជា$5ជាងបាទតាមដែលខ្ញុំធ្លាប់ផ្ញើដល់ដងអញ្ចឹងខ្ញុំលើកទឹកចិត្តថាបើសិនជាបងប្អូនមានលុយតិចតួចមិនទាន់ដកមកទេបាទអាចចាំច្រើនចាំដកក៏បានដែរលើស100ទៅបើក្រោម100ក៏មិនខាតសេវាអញ្ចឹងណាព្រោះអីការផ្ញើម្ដងវាអស់$5ជាងដែរហើយកាន់តែច្រើនផ្ញើកាន់តែចំណេញបាទបើយើងប្រៀបធៀបជាមួយនឹងY Bank វាចំណេញជាង Y Bank ច្រើនណាដោយសារតែ Y Bank ផ្ញើមកខ្មែរគឺកាត់ fee ច្រើនអាចចន្លោះពី$10ជាងទៅ$20ជាងក៏មានដែរតាមរយៈធនាគារផ្សេងៗខុសៗគ្នាអញ្ចឹងណាអូខេបន្តមកទៀតពេលបងប្អូនមានMobile Wallet ហើយបងប្អូនអាចផ្ញើបានហើយអូខេអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងប្រាប់វិធីផ្ញើតែម្ដងទៅកុំឲ្យវីដេអូនឹងវែងពេកបាទអញ្ចឹងដើម្បីយើងផ្ញើបានបងប្អូនចុចពាក្យ transfer មកហើយយើងយកខាងក្រោមបាទ transfer internationality បាទតទៅទៀតបងប្អូនរងចាំបន្តិចយក agree បងប្អូនបាទ agree and continue បាទរងចាំតិចទៀតបាទអញ្ចឹងមកដល់កន្លែងនេះយើងត្រូវរើសប្រទេសបាទកន្លែងរើសប្រទេសបងប្អូន search យក Cambodia មកបាទរើសយក Cambodia មកបាទតមកទៅយើងនិចទៅមុខបន្តបាទមកដល់ត្រង់ចំណុចនេះបងប្អូនចង់វេប៉ុន្មានបងប្អូនដាក់មកបាទហើយចំនួនហ្នឹងគឺគិតជាលុយផោនបាទឥឡូវខ្ញុំតេស្ត$សាកមើលបាទ$លុយផោនវាស្មើនឹង$12ជាងលុយដុល្លារអាមេរិកអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនដាក់លេខគណនីដែលបងប្អូនចង់ដាក់មកបាទលេខគណនីហ្នឹងគឺជាលេខគណនីគេហៅថា Mobile Wallet ដែលជាលេខគណនីលេខទូរស័ព្ទហើយលេខទូរស័ព្ទមានទៀតសោះបងប្អូនមិនដាក់លេខ0ទេបាទដោយសារតែយើងមានលេខកូដប្រទេសនៅពីមុខស្រាប់ហើយបាទហើយយើងចុច next បន្តបាទត្រង់ចំណុចនេះបងប្អូនទៅសេ full name បងប្អូនណាបាទ full name bank Wing Bank ច្រឡំទៅ Y Bank បាទដាក់ full name របស់យើងខាងក្រោមលេខទូរស័ព្ទរបស់យើងដែរហើយ city បងប្អូនអាចដាក់ភ្នំពេញបានបាទបងប្អូនដាក់តាមខ្ញុំទៅបងប្អូនបាទយើងអត់ហត់បំពេញច្រើនដងទេបងប្អូនហត់តែបំពេញតែម្ដងហើយក្រោយយើងធ្វើការផ្ញើម្ដងទៀតដោយមិនចាំបាច់បំពេញ platform ម្ដងទៀតទេយើងគ្រាន់តែចុចពាក្យសិនយកតែម្ដងឲ្យតែមានលុយក្នុងកុងបាទអញ្ចឹងខាងក្រោមនេះគឺជាលេខទូរស័ព្ទបន្តមកទៀត email បងប្អូនដាក់ email អីក៏បានដែរបងប្អូនបាទ email ទទួល invoice បងប្អូនបាទមកដល់ត្រង់ចំណុចនេះបងប្អូនចុច next ទៀតបាទអញ្ចឹងវាបានប្រាប់ឲ្យថាវានឹងធ្វើការផ្ញើពី PayPal ទៅកាន់ Wing Bank ដោយមួយ transaction គឺអស់យើងអស់កម្រៃជើងសារក្នុងមួយការផ្ញើម្ដងគឺថ្លៃ fee អស់4.99លុយផោនដែលស្មើនឹងមួយការផ្ញើម្ដងគឺអស់$5ជាងគិតជាលុយអាមេរិកដុល្លារអាមេរិកបាទ
bà rồi đóបងប្អូនការផ្ញើរបស់យើងទទួលបានជោគជ័យយើងចុចពាក្យដានមកបាទហើយយើងរងចាំប្រហែលជាមិនដល់1នាទីទេបងប្អូនបាទជាធម្មតាដូចជាខ្ទង់ចន្លោះពី10ទៅ30វិនាទីយើងនឹងបានលុយចូលទៅក្នុងកុង Wing Bank របស់យើងតែម្ដងឃើញថាការផ្ញើគឺលឿនមែនតើបាទបងប្អូនអាចចូលឆែកនៅក្នុងប្រតិបត្តិការរបស់វាបានដែលយើងចង់ដឹងថាវាចូលទៅក្នុង Wing Bank របស់យើងហើយឬនៅអញ្ចឹងបងប្អូនអាចចូលទៅមើលបានឃើញថាវាចូលទៅដល់ហើយតែមកទៀតបងប្អូនអាចចូលទៅឆែកនៅក្នុង app Wing Bank របស់បងប្អូនបានថាលុយចូលទៅក្នុង Bank Wing ដែលជា bank របស់ខ្មែរយើងហ្នឹងវាចូលទៅដល់ហើយឬនៅអញ្ចឹងបងប្អូនអាចឆែកបានបាទបងប្អូនចូលទៅក្នុង Wing Bank របស់បងប្អូនមកបាទវាយ password ចូលមកបាទហើយខ្ញុំសូមឆែកឲ្យបងប្អូនមើលអូខេបងប្អូនឃើញថាលុយបានចូលទៅក្នុង Wing Bank បងប្អូនឃើញតែលឿនមែនតើដែលខ្ញុំផ្ញើ$10 pound ណាដែលស្មើនឹង$12ជាងលុយអាមេរិកបាទអញ្ចឹងឃើញថាលុយបានចូលទៅក្នុងកងឃើញលឿនមែនតើបងប្អូនបញ្ហាត្រង់ថាធ្វើម៉េចឲ្យមានលុយចូលទៅក្នុង PayPal របស់បងប្អូនទៅរឿងដកមកខ្មែរគឺងាយបំផុតបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តអរគុណច្រើនសម្រាប់អ្នក Subscribe ពី YouTube ក៏ដូចជា Follow Page